បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាហើយក៏តោះបងប្អូនដែលមិនទាន់បានចេះអំពីរបៀបធ្វើមច្ឆាបាទអញ្ចឹងខ្ញុំបាទនឹងរៀបរាប់និងចែករំលែកលម្អិតជូនដល់បងប្អូនទាំងអស់គ្នាផងដែរដូច្នេះហើយដើម្បីបានមច្ឆាឡាតេមួយកែវជាដំបូងយើងត្រូវមានសម្ភារៈយើងមានឧបករណ៍កូរមច្ឆាយើងមានកញ្ច្រៃយើងមានចិញ្ចីងហើយនិងម្សៅមច្ឆាដែលល្អផងដែរបាទចំពោះម្សៅមច្ឆាដែលយើងធ្វើមួយកែវគឺយើងយក4ក្រាមនៅពេលដែលយើងយកម្សៅមច្ឆា4ក្រាមហើយគឺយើងយកទៅរែងវារែងបងប្អូនអញ្ចឹងយើងធ្វើការរែងទៅនៅពេលដែលយើងដាក់ម្សៅមច្ឆាចំនួន4ក្រាមចូលនៅក្នុងចានមច្ឆាហើយយើងចាប់ផ្ដើមរែងបាទរែងនេះយើងកូរវាឲ្យវាធ្លាក់បន្តិចណាយើងធ្លាក់ឲ្យវាកុំឲ្យវាគ្រើមយើងយកគ្រើមចេញណាបងប្អូនដើម្បីមច្ឆារបស់យើងនឹងវាមានក្លិនឈ្ងុយហើយឆ្ងាញ់ហើយនៅពេលដែលយើងរែងរួចរាល់អស់ហើយគឺយើងយកទឹកចំនួន20 ml បងប្អូន20 ml ឬក៏30 ml សិនហើយទឹកនោះគឺទឹកក្តៅអញ្ចឹងយើងយកទឹកដែលយើងប្រើទាំងអស់គឺចំនួន50 45ទៅ50អញ្ចឹងយើងយក20សិនដើម្បីកូរឲ្យចូលគ្នាមួយមច្ឆាណាយើងយកមកកូរគ្នាអញ្ចឹងយើងមើលតាមជាក់ស្ដែងជាដំបូងគឺយើងត្រូវកូរវាឲ្យខ្លាំងដើម្បីឲ្យវាចេញ form មកស្អាតបើយើងសិនបើយើងអត់ចេះពីរបៀបកូរទេគឺយើងកូរអត់ត្រូវទេអញ្ចឹងមច្ឆាយើងញ៉ាំទៅអាចចត់ហើយអាចស្អាកហើយវាល្វីងហើយវាគឺវាអត់ត្រូវអញ្ចឹងបងប្អូនអាចមើលតាមជាក់ស្ដែងបានមុនដំបូងគឺយើងត្រូវកូរឲ្យខ្លាំងបន្ទាប់ពីយើងកូរតែវាមកហើយគឺយើងថែមទឹកចំនួនឲ្យវាប្រគ្រប់បន្ថែមណាអញ្ចឹងក្នុងមច្ឆាមួយកែវយើងត្រូវការប្រើទឹកក្តៅនឹងចំនួន50 ml ជំហានទី1យើងត្រូវដាក់20 ml សិនដើម្បីកូរឲ្យវាឲ្យសព្វសាច់ល្អសិនមួយបាទយើងចាក់ទឹកបន្ថែមទៀតអញ្ចឹងចូលវិធីទី2ដំណាក់កាលទី2យើងត្រូវកូរវាឲ្យខ្លាំងដូចគ្នាបាទអញ្ចឹងដើម្បីវាឡើងពពុះណាឡើងពពុះអញ្ចឹងដល់ពេលវាឡើងពពុះអញ្ចឹងហើយយើងក៏ចាប់ផ្ដើមបន្ថយដៃផងដែរបាទយើងបន្ថយដៃដើម្បីកូរឲ្យពពុះទូចវាឡើងចេញជា form មើលទៅគឺវាចេញទៅវាគួរឲ្យតាក់ទាញហើយវាទៅវាស្អាតស្វីយើងទុកវាទៅពពុះអញ្ចឹងគឺវាអត់ត្រឹមត្រូវទេបងប្អូនហើយចំពោះភេសជ្ជៈមច្ឆានេះគឺយើងត្រូវការពេលសម្រាប់ការកូរវាអាចនឹងចុកដៃបន្តិចបើសិនបើយើងកូរបញ្ញាប់ពេកគឺវាអត់ឆ្ងាញ់ទេបាទគឺរសជាតិវាអត់ឆ្ងាញ់ទេអញ្ចឹងការកូរយើងមើលតាមជាក់ស្ដែងផងដែរបាទអញ្ចឹងបើសិនបើយើងឃើញពពុះវាចាប់ផ្ដើមពពុះហើយយើងចាប់ផ្ដើមបន្ថយដៃតិចវិញដើម្បីឲ្យវាបាត់ពពុះហ្នឹងវាឡើងចេញទៅជា form មើលទៅគឺវាម៉ត់ល្អវាចូលគ្នាល្អណាអញ្ចឹងឥឡូវនេះគឺវាចាប់ផ្ដើមបាត់ពពុះទុយហ្នឹងវាចាប់ផ្ដើមចេញទៅជាធម្មតាវាចាប់ផ្ដើមរលាយចូលគ្នាបានល្អហើយបាទយើងមើលតាមជាក់ស្ដែងអូខេយើងកូរវាឲ្យស្មើចូលគ្នាសិនបាទអញ្ចឹងយើងអូខេសម្រាប់ថាអូខេយើងអាចទទួលយកបានហើយប៉ុណ្ណឹងបាទមើលតាមជាក់ស្ដែងបាទនេះគឺវាត្រឹមត្រូវបងប្អូនត្រឹមត្រូវបាទគឺវាចេញមកគឺវាមើលទៅសមតែម្ដងបាទសំទោសមិនវាសមទេគឺវាមើលទៅគួរឲ្យចង់ញ៉ាំតែមកយើងដាក់កែវអញ្ចឹងនេះទឹកដោះគោស្រស់នេះគឺយើងយក100 ml បងប្អូនយក100 ml ចាក់ចូលកែវមកអញ្ចឹង100 ml ចាក់ចូលកែវហើយចំពោះស្ករគឺយើងយកទឹកស្ករ15ទឹកដោះគោខាប់15ផងដែរអាហ្នឹងសម្រាប់ស្ករ 100% យើងដាក់ពីរនឹងចូលគ្នាគឺវាបង្កើតជាមច្ឆារបស់យើងគឺមានរសជាតិឆ្ងាញ់ហើយចំពោះទឹកដោះគោស្រស់បងប្អូនត្រូវរើសទឹកដោះគោស្រស់ដែលមានជាតិខ្ទិះបាទដើម្បីឲ្យជួយលើកក្លិនមច្ឆាហើយបើសិនបើយើងប្រើទឹកដោះគោស្រស់ដែលមិនត្រឹមត្រូវក៏វាធ្វើឲ្យមច្ឆាយើងនឹងគឺវាឆ្អាបញ៉ាំអត់កើតដែរនេះគឺយើងកូរវាចូលគ្នាសព្វល្អមកបន្ទាប់មកគឺយើងចាក់ទឹកកកចូលបាទចាក់ទឹកកកយើងចូលមកពេញកែវមកយើងចាប់ដើមចាក់ទឹកកកចូលទៅពេញមកហើយយើងយកមច្ឆាដែលយើងធ្វើហើយមិញហ្នឹងបានយើងចាប់ផ្ដើមរោយមច្ឆាដែលយើងកូរហើយមិញហ្នឹងចាក់ពីលើមកដូច្នេះហើយគឺយើងបានមច្ឆាមួយកែវដែលមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរបាទនេះបាទឃើញទឹកមច្ឆាគឺយើងចេញមកគឺពណ៌បៃតងស្រស់តែម្ដងបាទបៃតងស្រស់បាទមើលទៅចេញពណ៌មកគឺវាយើងគួរឲ្យចាប់អារម្មណ៍យើងញ៉ាំទៅគឺនឹងឆ្ងាញ់តែហ្មងបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងក៏អរគុណសម្រាប់បងប្អូនដែលតាមដានទស្សនាបាទនេះគឺជាវីដេអូចែករំលែកតិចតួចប៉ុណ្ណោះសម្រាប់ភេសជ្ជៈមច្ឆាបាទជួបគ្នានៅពេលក្រោយទៀតសូមអរគុណសូមជម្រាបលា